សួស្តីបងប្អូននេះឡានប្រូហ្វ្លិកទឹកមួយទៀតហើយមកតាំងពីខាងសួយយ៉ាវ៉ាមកដល់ខាងទួលកំពង់ឡានលិចទឹកភាគច្រើនគឺគ្រូហ្នឹងគឺច្រើនតែលិចចាមគូតក្រោយហើយគូតក្រោយដែលលិចហ្នឹងភាគច្រើនគឺឡានប៉ះទៀតដូចជាឡានបងនេះគាត់ប៉ះនេះនឹមក្រោយនេះប៉ះឡៃនេះដល់ប៉ះឡៃហ្នឹងវាធ្វើឲ្យហើបតាមធ្នេតែហើបតាមធ្នេទៅវាលិចចូលតាមហ្នឹងអានេះគេហៅថាធ្នេរបស់វានេះតែអញ្ចឹងនៅពេលដែលយើងប៉ះហ្នឹងទៅវាធ្វើឲ្យហើបតាមធ្នេហ្នឹងវាលិចទឹកចូលតាមហ្នឹងហើយមួយវិញទៀតនេះតាមកន្លែងចាប់ស្តុកតាមកន្លែងចាប់ប្រឡងក្រោយហ្នឹងគឺធម្មតាវាមានរងនេះមួយវារងនេះវានៅជាប់ជាមួយចឹងនៅអញ្ចឹងនៅពេលដែលយើងចាប់ប្រឡងមកគឺវាអប់ជាប់ទៅវាអត់ជ្រាបទឹកចូលតាមហ្នឹងទេតែឡានខ្លះដែលគាត់ប៉ះឬក៏បាយស្តុបអីគាត់ដោះចេញច្រើនអញ្ចឹងទៅច្រើនតែបាត់ប្រឡងជាប់ច្រើនតែបាត់អាហ្នឹងទៀតបាត់អានេះឬមួយក៏យូរទៅវាដាច់ខូចអីចឹងទៅវាដោះចេញវាចូលទឹកតាមប្រឡងស្តុបហ្នឹងឯងចាហើយទៀតមួយវិញទៀតឡានខ្លះក៏ជ្រាបតាមធ្នេខាងលើនេះអាធ្នេខាងលើនេះកន្លែងដបនេះមួយហើយធ្នេខាងនេះធ្នេនេះមួយទៀតណាអានេះជួនកាលបូមឡានរបស់គាត់យើងដូរទៅវាខ្លាំងអីចឹងទៅវាបើកចុះឡើងយូរទៅវាធ្វើឲ្យហើបតាមធ្នេហ្នឹងទៅពេលដែលវាហើបទៅវាទឹកចូលតាមហ្នឹងដែរអាហ្នឹងចំពោះឡានព្រុសភាគច្រើនគឺហូរខាងក្រោយគូតខាងក្រោយបើឡានផ្សេងទៀតដូចជា330 400 ឬក៏ឡានខ្ពស់ហ្នឹងអានេះច្រើនតែលិចខាងមុខក៏មានដែរតែបើព្រុសខ្ញុំជួបច្រើនគឺតែខាងក្រោយឯងហើយនឹងបើឡានចាស់ថែមទៀតវាអាចនឹងខូចកស៊ូនេះអាកស៊ូក្រោយហ្នឹងកាលណាយើងប្រើយូរទៅវាងាប់សាច់ជ័រអញ្ចឹងក៏អាចចូលតាមហ្នឹងក៏តតែយើងដូរជ័រហ្នឹងតែគ្រាន់ថាវាកម្រមានយូរឃើញមួយដែលងាប់សាច់ជ័រហ្នឹងតែដែលភាគច្រើនគឺចូលតាមធ្នេហ្នឹងហ្មងអញ្ចឹងបងប្អូនដែលមានបញ្ហាលិចជ្រាបទឹកចូលគូតឡានខាងមុខឡានខាងណាក៏ដោយឬក៏ខាងក្រោមបាត់ឡានអីអាចមកយើងថាយើងខ្ញុំបានដោះស្រាយឲ្យបងប្អូនបានចាដែលមានអាស័យដ្ឋាននៅផ្លូវ456ផ្ទះលេខ42បើយើងមកពីផ្សារទូកំពង់ផ្លូវ456នេះយើងបត់ស្ដាំចូលបន្តិចមកឃើញក្រាស់ឡានហ្នឹងចាហើយចំពោះការលិចទឹកហ្នឹងបងប្អូននៅរដូវភ្លៀងអញ្ចឹងណាគួរតែអាសាឆែកមើលនេះយើងប្រហើបគូតក្រោយមកយើងមើលតាមកង់ហ្នឹងគឺតាមកន្លែងខាងនេះមានទៀនហ្នឹងយើងអាសាមើលតិចទៅដើម្បីកុំឲ្យវាមានដក់ទឹកកាលណាដក់ទឹកជូរវាធ្វើឲ្យឡានរបស់យើងឆាប់ឆេះដក់ទឹកទៅយើងអត់ដឹងទៅវាធ្វើឲ្យឡៃហ្នឹងឆេះពុកសាច់ឡានយើងហើយជួនកាលវាជ្រាបមកនៅពាក់កណ្ដាលខាងនេះអីនេះបើវាចូលមកតាមនឹងអីវាអាចប៉ះជាមួយនឹងអាគុយហើយបរិបរបស់យើងហើយបើខាងនេះអីវាអាចប៉ះជាមួយនឹងអាគុយដេវាធ្វើឲ្យឡើងស្នឹមក្បាលអាគុយនេះឡានរបស់គាត់ថ្មីគាត់ឆាប់ដឹងអញ្ចឹងគាត់ឆាប់យកមកជួសជុលវាអត់ឡើងស្នឹមក្បាលអាគុយទេបើឡានខ្លះគាត់ក្រយកមកវាលិចទឹកយូរទៅកន្លែងក្បាលអាគុយហ្នឹងស្នឹមហ្មងហើយក្លៀតនេះអីហ្នឹងគឺឡើងឆេះហ្មងហ្នឹងគាត់ទុកចោលយូរអញ្ចឹងនៅរដូវភ្លៀងអញ្ចឹងបងប្អូនគួរតែអាសាមើលឡានដើម្បីជៀសវាងកុំឲ្យមានបញ្ហានឹងកើតឡើងហើយឬមួយឃើញលិចអីយើងឆាប់យកមកធ្វើអញ្ចឹងណាចាអរគុណ